សូមជម្រាបសួរនាងខ្ញុំឈ្មោះហួរវណ្ណៈជាម្ចាស់អាជីវកម្មនៃសន្តាគារ The Sanctuary Residence ដែលស្ថិតនៅក្នុងខេត្តសៀមរាបចាតាំងពីការចាប់ផ្ដើមមកគឺរយៈពេល3ខែហើយចានាងខ្ញុំពិតជាសប្បាយរីករាយដែលបានមានឱកាសចូលនៅក្នុងវគ្គ AWE នេះតតែម្ដងអញ្ចឹងកំឡុងពេល3ខែហ្នឹងគឺយើងមានការ training តាមរយៈ online e-learning ក្រៅពី e-learning យើងក៏ទទួលបានការ coaching នៅខាងក្រៅផងដែរហើយសម្រាប់មេរៀនគឺខ្ញុំអាចនិយាយបានថាគឺល្អខ្លាំងមែនទែនសម្រាប់ម្ចាស់អាជីវកម្មដែលត្រៀមបើកដែលគម្រោងបើកអាជីវកម្មឬក៏កំពុងតែមានអាជីវកម្មក្នុងដៃតែម្ដងដោយសារតែនៅក្នុងមេរៀនទាំងអស់នេះបានបញ្ជាក់ហើយក៏បានបង្រៀនយើងជាច្រើនអំពីការគ្រប់គ្រងអាជីវកម្មការរៀននិងការដឹងពីការធ្វើ marketing នៅក្នុងអាជីវកម្មមិនត្រឹមតែប៉ុណ្ណឹងទេគឺមានតាំងពីផ្នែកគណនេយ្យផងដែរសម្រាប់វគ្គដែលខ្ញុំចូលចិត្តបំផុតហ្នឹងគឺតកតនឹងការសរសេរ business plan តែម្ដងព្រោះយើងត្រូវដឹងថាអាជីវកម្មមួយនៅពេលដែលมันមានគម្រោងច្បាស់លាស់គឺអាជីវកម្មអាចងាយទទួលនៅភាពបរាជ័យឬក៏មិនទៅមុខអញ្ចឹងនៅក្នុងវគ្គ AWE នេះតែម្ដងនៅក្នុងមេរៀនគឺបាននិយាយអំពីការសរសេរគម្រោងអាជីវកម្មដែលយើងអាចនិយាយថាជា business plan អញ្ចឹងនៅពេលដែលយើងមាន business plan នៅក្នុងដៃយើងអាច secure យើងអាច ensure ថាអាជីវកម្មយើងស្ទើរតែ 80% គឺអាចទៅមុខបានមាននិយាយរួមទៅនៅពេលដែលពួកយើងជុំគ្នាទាំងអស់យើងសុទ្ធតែជាម្ចាស់អាជីវកម្មយើងគឺទទួលបានការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកយើងមានពេលវេលាសប្បាយរីករាយជាមួយគ្នាហើយយើងទទួលបានភាពកក់ក្ដៅអ្វីដែលសំខាន់បំផុតហ្នឹងនៅពេលដែលយើងជុំគ្នាតែម្ដងហ្នឹងគឺយើងអាចចែករំលែកបទពិសោធន៍ហើយទទួលបានភាពកក់ក្ដៅពីគ្នាមែនតើក្នុងនាមខ្ញុំជាសមាជិកនៅក្នុង AWE នេះតែម្ដងនាងខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាអាចចូលរួមនៅក្នុងជាមួយនឹងវគ្គ AWE នេះតែម្ដងដោយសារតែវគ្គនេះគឺពិតជាមានសារៈសំខាន់ហើយពិតជាទទួលបានផលប្រយោជន៍ជាចំណេះដឹងផ្នែកអាជីវកម្មនឹងខ្លាំងក្លាតែម្ដង